ជនភេសជ្ជមួយពាន់គ្រួសារមិនអាចត្រឡប់ទៅកាន់លំនៅដ្ឋានវិញបានដោយសារទាហានថៃបានដាក់ទូកុងតឺន័រនិងលូកបន្លាបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភេសជ្ជប្រមាណ 1000 គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរុំសុវត្ថិភាពដោយមិនអាចទៅកាន់លំនៅដ្ឋានវិញបានដោយសារទាហានឈ្លានពានថៃបានដាក់ទូកុងតឺន័រនិងលូកបន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងនឹងការខូចខាតស្ទើរទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងកាលពីពេលកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កំឡុងពេលចុះផ្ដិតជោគទិដ្ឋភាពជនភេសជ្ជនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតក្នុងឃុំគោកស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4 ខែមករាឆ្នាំ 2025 ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតពីម៉ោង 1 រសៀលដល់ម៉ោង 6 ល្ងាចថ្ងៃទី4 ខែមករាឆ្នាំ 2026 មានជនភេសជ្ជចំនួន 25,407 នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅដ្ឋានវិញដូច្នេះក្នុងចំណោមជនភេសជ្ជសរុបជាង 640,000 នាក់មាន 242,267 នាក់ក្នុងនោះស្ត្រី 127,886 នាក់និងកុមារ 78,907 នាក់បន្តស្នាក់នៅជំរុំ